ណែមូសាច់ជ្រូកអាហារនេះគឺដូចលក្ខណៈស្នេកចឹងបងប្អូនចាដោយសារយើងញ៉ាំជាមួយបាយក៏ត្រូវដែរបានយើងញ៉ាំលេងទេហើយនេះខ្ញុំមានសាច់ជ្រូកការ៉ុតខ្ទឹមសហើយនឹងស្លឹកខ្ទឹមហើយឥឡូវមកលាយគ្រឿងយើងហើយមានរ៉ូឌីស្ករអំបិលប៊ីចេងហើយនឹងម្រេចនឹងឯងប៉ុន្តែបងប្អូនដាក់តិចតិចបានហើយកុំដាក់ច្រើនពេកណាបើយើងដាក់ច្រើនពេកប្រៃគឺហូបអត់ឆ្ងាញ់ទេហើយឥឡូវនេះខ្ញុំមានសបកណែមនេះគឺយើងប្រឡាក់ទឹកតិចតិចបានហើយបងប្អូនផ្ដិតហ្មងបើដាក់ច្រើនពេកខ្លាចទុនទៅយើងមូអត់ស្រួលព្រោះយើងមូនេះមូដូចតាយ៉ដូចណែមអញ្ចឹងណាបងប្អូនចាឥឡូវបានប្រហែលហើយខ្ជិលបង្ហាញវិធីមូបាន8 9nămឯងយកបំពងហើយបំពងនេះវិញគឺនេះខ្ញុំចាក់ម្សៅបងប្អូនម្សៅបំពងយើងនឹងខ្លាញ់ល្មមអត់ទេជ្រលក់គឺនេះគឺចាក់នឹងខ្លាញ់ហើយយើងកូរឲ្យសព្វហើយគឺយើងដាក់បំពងចាណែមយើងហ្មងទៅយើងហៅណែមហ្មងទៅពងឡើងស្រួយហើយគឺរួចរាល់ហើយបងប្អូនហើយយកមកញ៉ាំជាមួយទឹកម្ទេសនិយាយពីថាឆ្ងាញ់ញ៉ាំលេងអស់តែ5 6នឹងនិយាយពីថាតឹងពួកប៊ឺហ្មងបងប្អូនចង់ញ៉ាំអាចសាកវិធីនេះបានឆ្ងាញ់